ខ្ញុំមានអាយុ15ឆ្នាំខ្ញុំចូលចិត្តដើរនេសាទណាស់វាជារឿងធម្មតានៃជីវិតនៅស្រុកស្រែចំការដែលក្រោយពីដកស្ទង់រួចមានតែដើរនេសាទប៉ុណ្ណោះដើម្បីបានម្ហូបប្រចាំឆ្នាំមានថ្ងៃមួយនោះខ្ញុំនិងមិត្តភ័ក្តិ4នាក់ទៀតបាននាំគ្នាទៅបកត្រីនៅឯស្ទឹងដែលនៅឆ្ងាយពីភូមិប្រហែលជា3គីឡូម៉ែត្រក្រោយពីបបកត្រីអស់មួយប្រឡប់វិញឃើញថាម្នាក់សុទ្ធតែបានត្រីគ្រាន់តែតិចនិងច្រើនប៉ុណ្ណោះព្រោះបើអ្នកណាអង្គុយចំកន្លែងត្រីដើរច្រើនក៏បានច្រើនជាងគេបន្តិចអ្នកណាសយអង្គុយមិនត្រូវផ្លូវត្រីក៏បានតិចជាងគេទៅនៅវេលាប្រហែលជាម៉ោង1អាត្រាតខ្ញុំងាកទៅមើលមិត្តភ័ក្តិម្នាក់ឈ្មោះអាកូដែលអង្គុយនៅក្បែរខ្ញុំឃើញវាដាក់ដងបកចុះដេកលក់ស្ងាត់ជ្រាបទៅហើយប្រហែលជាវាខ្ជិលព្រោះត្រីមិនសូវស៊ីក៏មិនដឹងខ្ញុំខ្ជិលដាស់ក៏បណ្ដោយឲ្យវាដេកតាមដំណើរព្រោះបើចិត្តមិនចង់ក៏បបកត្រីមិនបានដែររហូតដល់ម៉ោង7:02ឮសូរមាត់ត្រីពឹកប៉ាប់ចាប់ចំណីគួរជាទីសង្ឃឹមដល់អ្នកបបកដូចជាពួកយើងក្នុងចិត្តចេះតែនឹកនោះថាមិនយូរទេយើងច្បាស់ជាបានវត្តត្រីរស់អាធំកោងដងបបកជាមិនខានកំពុងតែរេដងបបកចូលឡើងស្រាប់តែភ្នាក់បះដៃបះជើងរហូតរបូតដងបបកធ្លាក់ចេញពីដៃព្រោះតែស្លន់នឹងអាកោដែលស្រែកជំទាវវាពេញទំហឹងជាងនេះទៅទៀតវាព្រមទាំងស្រែកថាអេទូកខ្មៅធំណាស់វាកំពុងតែមកហើយប្រញាប់រត់កិច្ចឲ្យលឿនឡើងខ្ញុំនិងមិត្តភ័ក្តិ3នាក់ផ្សេងទៀតឆ្លេឆ្លាប្រញាប់រត់ទៅមើលវាពេលឃើញវាស្រែកភងចង្អុលភងដូចជាវានោះបានឃើញអ្វីពិតមែនអញ្ចឹងប៉ុន្តែសម្រាប់ខ្ញុំនិងមិត្តភ័ក្តិ3នាក់ទៀតអត់មានឃើញអ្វីសោះពួកយើងក៏សន្មត់អាកោកវារវើរវាយតែប៉ុណ្ណោះប៉ុន្តែមើលទៅអាកោកវាមិនព្រមឈប់ត្រឹមនឹងឯណាវាធ្វើជារត់កិច្ចដូចជាមានអ្វីដេញបុកវាអញ្ចឹងពួកយើងឃើញដូចជាមិនសូវស្រួលក៏បបួលគ្នាត្រឡប់មកផ្ទះវិញបើនៅបបកតទៅទៀតក៏មិនបានដែរព្រោះត្រីវាផ្អើលរត់ពួនស្ងាត់ឈឹងអស់ទៅហើយពួកយើងម្នាក់មិនអស់ចិត្តសោះសង្ស័យតែអាកោកវាប្រឌិតរឿងឡើងបញ្ឆោតគ្នាឯងលេងព្រោះតែវាចង់ទៅផ្ទះក៏មិនដឹងព្រឹកស្អែកឡើងខ្ញុំដើរទៅរកអាកុកនៅផ្ទះពេលទៅដល់ឃើញវាអង្គុយយំទឹកភ្នែកទឹកសម្បោរហៀទឹកមាត់ដូចមនុស្សឈួតបន្តិចវាយំបន្តិចវាសោកជួនកាលវាប្រាប់ឲ្យមនុស្សនៅក្បែរវារត់គេចដោយស្អីថាទុកខ្មៅមកហើយរត់គេចឲ្យលឿនក្នុងថ្ងៃជាមួយគ្នានោះអាកុកវាប្រាប់ថាវាចង់សេកមន់ស្ងោរស្ទើឆ្អិនស្ទើឆៅម្ដាយរបស់វាក៏យកមកឲ្យតែវាប្រាប់ថាមន់ស្ងោរតែមួយវាស៊ីមិនគ្រាន់ទេតតែ3-4ឯនោះអ្នកស្រុកខ្លះនិយាយអាកុកវាភ្លើអត់បត់តែប៉ុណ្ណោះធ្វើតែមិនដឹងមិនលឺទៅវានឹងបានជាបាត់ទៅហើយអាកុកមានអាការៈបែបនេះជប់គ្នា3ថ្ងៃរួចវាក៏ស្លាប់បាត់ទៅដោយគ្មានមូលហេតុប៉ុន្តែនៅពេលពិនិត្យមើលទៅលើរាងកាយរបស់វាឃើញមានស្នាមចំជាពិសេសនៅនឹងបាតជើងរបស់វាមានស្នាមចំខៀវយ៉ាងចម្លែកបើតាមមនុស្សចាស់នៅជិតខាងប្រាប់ថាអាកោកត្រូវខ្មោចព្រាយយកទៅនៅជាមួយខ្ញុំទើបគិតឃើញថាខ្មោចព្រាយដែលយកអាកោកទៅជាមួយនោះគឺប្រកាសជាព្រាយជីទុកខ្មៅមួយគ្រឿងដែលអាកោកវាឃើញនោះហើយចាប់ពីពេលនោះមកខ្ញុំនិងមិត្តភ័ក្តិក៏
ក៏លែងហ៊ានទៅបបកត្រីនៅស្ទឹងនោះទៀតព្រោះខ្លាចបានទៅនៅជាមួយអាកោកនៅស្ទឹងនោះដែរម្នាក់